Người xưa nâng xu sợi bằng bồn ác nàyនៅក្នុងថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនអរគ្នាពាក់ព័ន្ធជាមួយនឹងការកាត់ដាំស្វាយចន្ទីដើម្បីដកពូជហើយចំពោះស្វាយចន្ទីរបស់ខ្ញុំគឺខ្ញុំបានកាត់ហើយប៉ុន្តែយកឲ្យបានថតជូនបងប្អូនអរគ្នាមើលហើយចំពោះស្វាយចន្ទីរបស់ខ្ញុំគឺថាយើងដើមវាធំធំណានៅពេលដែលដើមវាធំធំហើយបងប្អូនអរគ្នាចង់ដកពូជក៏ប៉ុន្តែយើងអត់ចង់កាប់ដើមវាចោលហើយដាំសាថ្មីទេអញ្ចឹងឥឡូវនេះគឺខ្ញុំមកបង្ហាញបងប្អូនអរគ្នាពីការសាកល្បងស្វាយចន្ទីរបស់ខ្ញុំកាត់បានប្រហែលជាប្រហែលដើមណាបងប្អូនអរគ្នាអញ្ចឹងអានេះគឺដើមស្វាយចន្ទីដែលខ្ញុំបានកាត់ដោយសារតែដើមស្វាយចន្ទីរបស់យើងធំនៅពេលដែលធំបែបនេះគឺដោយសារតែវាអត់ផ្លែអានេះចន្ទីខ្មែរហើយយើងចង់ដូរពូជប៉ុន្តែយើងអត់ចង់កាប់វាទាំងអស់ទេហើយចង់កាប់វាដាំសាថ្មីទេអញ្ចឹងបងប្អូនអរគ្នាអាចសាកវិធីនេះបានប៉ុន្តែខ្ញុំមិនប្រកាសថាបងប្អូនអរគ្នាអាចធ្វើទៅវាជោគជ័យកម្រិតណាដោយសារតែអានេះគឺខ្ញុំសាកដែរទេនៅពេលដែលបងប្អូនអរគ្នាកាប់វាបែបនេះគឺវានឹងចេញប្លុកមកបែបនេះចំពោះអាប្លុកទាំងអស់នេះគឺជាប្លុកដែលយើងត្រូវកាត់តអានេះនៅពេលដែលប្លុកទាំងអស់នេះធំគឺយើងនឹងធ្វើការកាត់តយើងសាកដូចចន្ទីពូជអញ្ចឹងណាយើងកាត់វាដើម្បីយកមែកពូជមកដាក់អញ្ចឹងអានេះគឺជាប្លុកដែលវាបានដុះហើយស្វាយចន្ទីនេះគឺខ្ញុំកាត់បានប្រហែលជាមួយខែជាងហ្នឹងបងប្អូនអរគ្នាអញ្ចឹងមួយខែជាងវាបានប៉ុណ្នេះប្រហែលជាមួយខែទៀតគឺវានឹងធំយើងអាចកាត់តបានហើយអញ្ចឹងប្លុកទាំងអស់នេះគឺយើងអាចជ្រើសរើសយក4 5 6ទៅតាមអ្វីដែលយើងចង់បានថាមែកអាណាស្អាតយើងទុកអាហ្នឹងទៅយើងកាត់តអានេះមកដើមទៀតបងប្អូនអរគ្នាអានេះច្រើនណាប្លុកវាពីរឃើញវាពីរមកច្រើនហើយចំពោះអាមែកទាំងអស់នេះគឺយើងនឹងកាត់តនៅពេលដែលវាចាស់ល្មមកាត់តបានណាហើយយើងជ្រើសរើសយកមែកណាដែលស្អាតដើម្បីយើងអាចកាត់តបានអានេះហើយនៅមានដើមមួយចំនួនទៀតដែលវាអានេះខ្ញុំកាត់ក្រោយអាពីរដើមវិញតែវាចាប់ផ្ដើមដុះហើយនេះនៅពេលដែលបងប្អូនអរគ្នាកាត់គឺវានឹងដុះមកបែបនេះវាមិនចេញគ្រប់ប្លុកដល់វាធំអញ្ចឹងយើងអាចកាត់យើងអាចចង់កាប់វាចោលហើយដាំសាត់ថ្មីទេអញ្ចឹងខ្ញុំក៏សាកវិធីនេះអានេះខ្ញុំកាត់អត់អស់ទេអញ្ចឹងបើសិនបើយើងមានមែកបែបនេះគឺយើងមិនបាច់កាត់ទាំងអស់ក៏បានដែរវាចាប់ផ្ដើមដុះហើយវាចាប់ផ្ដើមពីរភាសានេះយើងកាត់ប្រហែលជាខ្ទង់មួយខែជិតមួយខែនេះដើមស្វាយចន្ទីយើងធំបែបនេះវាធំបែបនេះអញ្ចឹងយើងអាចចង់កាប់ដើមសាថ្មីទេនៅពេលដែលយើងកាត់ពាក់កណ្ដាលដើមបែបនេះហើយយើងសាកមែកពូជគឺវាចំណេញដោយសារតែទី1ដើមរបស់យើងធំនៅពេលដែលដើមរបស់យើងធំគឺហៅថាឬរបស់វាច្រើនអញ្ចឹងវាស្រូបជីជាតិបានច្រើនអញ្ចឹងបើសិនបើយើងដាំថ្មីអានឹងឲ្យថាវាចាប់ផ្ដើមដុះឬសាថ្មីហើយអញ្ចឹងនៅពេលដែលវាមានឬស្រាប់បែបនេះគឺវាធំលឿនអញ្ចឹងអានេះគឺអាស្រ័យលើយើងកាត់ថាយើងអាចកាត់តរស់ឬក៏មិនរស់អញ្ចឹងណាបងប្អូនអរគ្នាអានេះខ្ញុំសាកល្បងដែរទេអញ្ចឹងខ្ញុំអត់ដឹងថាតើវាអាចរស់ប្រហែលជាប្រហែលដើមអញ្ចឹងខ្ញុំនឹងថតជូនពុកម៉ែបងប្អូនអរគ្នាទស្សនាអំពីដំណើរការនៃការលូតលាស់របស់វាក៏ដូចជាគេហៅថាការកាត់តបន្ថែមទៀតអញ្ចឹងបងប្អូនអរគ្នាអាចចុច Subscribe ដើម្បីតាមដានវីដេអូរបស់ខ្ញុំបន្ថែមទៀត